Sau đây là spa có một can video tạm tông từ năng business branding hay năng marketing hay episode 3 ngày này cứ dương những giấy tạm tông từ năng topic vì nhận đại game mình có ở khai tới chiến nhận và lần các trong một dạng pé cao sập ngày hay hình chấm năm cái tha trên bọn mới này cứ vì là o lang mình tên hay vì có chui ban trở này tận đo nhận đà trong một can miên ca đưa có bong bong để trong chập đao nước không ca và can miên ca từ bồn vừa tha viên năng chui oi bong bong đưa còn nhận ởนี้ ban scoreពីដំណើរនៃការផលិតមាតិកានៅក្នុង business branding អញ្ចឹងចំណុចទី1គឺយើងនឹងនិយាយតាក់ទងទៅនឹង structure របស់មាតិកាគឺមាន3 hook story ហើយនិង CTA អញ្ចឹង hook គឺជាការទាញចំណាប់អារម្មណ៍នៅ3វិធីដំបូងនៅក្នុងក្បាលវីដេអូហើយ story គឺជាសិល្បៈនៃការនិយាយរៀបរាប់ឬក៏និយាយអំពីសាច់រឿងអ្វីមួយដើម្បីផ្ដល់គុណតម្លៃឬក៏ផ្ដល់ជាកំណត់អ្វីមួយទៅដល់ audience ហើយចំក្រោយ CTA គឺយើង call to action ហ្នឹងគឺយើងហៅ audience ឲ្យមកចូលរួម comment ឬក៏ចូលរួមធ្វើអ្វីមួយដែលយើងចង់បានដូចជា like comment share ជាដើមអញ្ចឹងខ្ញុំចង់សួរតើតើនឹងបបសាហងអីហ្មងនៅក្នុង structure របស់ការផលិតមាតិកាហ្នឹងហើយអាចចែកម្លែកបបសាខ្លះបបសោតជាក់ស្ដែងសម្រាប់ការបង្កើត hook នៅក្នុង October X ឥឡូវយើងមើលឧទាហរណ៍ October X ចានិយាយទៅ hook វាសំខាន់ណាស់ក្នុងការតាក់ទាញអ្នកមើលឲ្យគេមកចាប់អារម្មណ៍នៅពេលដែលក្បាលវីដេអូអញ្ចឹងដល់ពេលដែលយើងបង្កើតបានល្អគេប្រកាសជាឈប់អស់ហើយគេមកមើលវីដេអូរបស់យើងហើយក៏ប៉ុន្តែអ្នកត្រូវចាំថាពួកយើងគឺជា content creator នៅក្នុង business branding អញ្ចឹងការប្រើ hook គឺយើងអាចប្រើលើសក្រមសីលធម៌ឬក៏ពាក្យអសុរោះឬក៏កាយវិការណាមួយដែលលើសលប់នៅក្នុងវីដេអូរបស់យើងបាននេះពួកអ្នកត្រូវចាំថាពួកយើងគឺជា content creator នៅក្នុង business branding ពួកយើងមិនមែនជា content creator ពួកយើងមិនមែនគឺជាមិននេះដែលគេហៅថាមិនមែនជា content creator របៀបធ្វើ funny ឬក៏របៀប information អីផ្សេងៗទេអញ្ចឹងអ្នកគ្នា note កន្លែងហ្នឹងទុកទៅតោះបងអូខេអញ្ចឹងតាក់ទងទៅនឹង story វិញបើនៅក្នុងបទពិសោធន៍របស់ October X ហ្មងគឺយើងតែងតែចែកម្លែកព័ត៌មានណាដែលពិតឬក៏គុណតម្លៃអ្វីមួយដែលច្បាស់លាស់គឺយើងអត់ផ្ដោតទៅលើព័ត៌មានខ្លាំងៗហើយតាក់ទងទៅនឹង CTA វិញគឺយើងតែងតែហៅ audience ឲ្យមកចូលរួម comment ដើម្បីទទួលបានព័ត៌មានផ្សេងៗតាក់ទងដូចជា link នៃប្រភពដើមឬក៏ការផ្ដល់មេរៀនអ្វីមួយជូនដោយអត់គិតថ្លៃជាដើមអូខេអញ្ចឹងចូលទៅដល់ចំណុចទី2គឺយើងនិយាយតាក់ទងទៅនឹង topic យល់អំពីរបៀបនៃការចាំ script របស់មាតិកាហើយអញ្ចឹងចាំលេបអូខេចំពោះបទពិសោធន៍ខ្ញុំនៅក្នុងការចាំ script ធម្មតា script មួយបើយើងធម្មតា script មួយវាវែងហើយអញ្ចឹងយើងអាចអង្គុយចាំវាអស់ទេអញ្ចឹងដើម្បីចាំវាអស់បទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងខ្ញុំអង្គុយអានវាយល់បន្ទាប់មកខ្ញុំ note វាជាដំណាក់កាលទី1ចូលមិនដំណាក់កាលទី2ចូលមិនដំណាក់កាលទី3ចូលមិនចុងបញ្ចប់ចូលមិនអញ្ចឹងវាងាយស្រួលខ្ញុំចាំ script តែបើឲ្យខ្ញុំទៅអង្គុយអាន script ហើយឲ្យអង្គុយចាំនោះគឺអត់ទេប៉ុន្តែខ្ញុំអាចយកវិធីសាស្ត្រមួយនេះទៅប្រាប់អ្នកគ្នាបានថានេះជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់តែម្ដងចុះសម្រាប់បងឯងនេះអញ្ចឹងអាកន្លែងហ្នឹងយើងត្រូវយើងតាក់ទងនឹងបទពិសោធន៍ខ្ញុំហ្មងយើងត្រូវអានឲ្យយល់ឬក៏ទិញឲ្យចាំនៅ script នឹងទៅមូលហ្មងឲ្យយល់ពីអត្ថន័យរួមហ្មងហើយបើយើងចាប់តាមថតអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងគឺទោះបីយើងអត់ចាំ script ក៏ដោយក៏យើងអាចនិយាយក្តោបទៅលើអត្ថន័យរួមរបស់ content ឬក៏មាតិកាដែលយើងកំពុងតែបង្កើតនឹងបានដែរហើយមួយទៀតបើសិនជាអ្នកគ្នាអង្គុយអាន script ប្រចាំហ្មងភាពដូចអ្នកគ្នាថតវីដេអូដែលកំពុងអានមេសូនឲ្យ audience ស្ដាប់អញ្ចឹងយោបល់ល្អសម្រាប់ខ្ញុំហ្មងអ្នកគ្នាគួរតែចាំ script ហើយអ្នកគ្នានិយាយទៅឲ្យតែនៅក្នុងន័យនៃ content មួយហ្នឹងកុំឲ្យតែវាបែកទៅកាន់ content ផ្សេងអីចឹងទៅអូខេអញ្ចឹងពួកយើងមានប៉ុណ្ណឹងសម្រាប់ការចាំ script អូខេចូលទៅដល់ចំណុចទី3គឺយើងនិយាយតាក់ទងទៅនឹងយើងរបៀបក្នុងការវឹកហាត់ភ្នែកឲ្យមើលទៅកាមេរ៉ាអូខេអញ្ចឹងបើបទពិសោធន៍ខ្ញុំក្នុងការមើលទៅកាន់កាមេរ៉ាបងភ័យមើលកាន់កាមេរ៉ាប្រៀបដូចមើលទៅកាន់មនុស្សរាប់លាននាក់អញ្ចឹងដោយសារពេលដែលយើងនិយាយដាក់កាមេរ៉ាយើងដូចនិយាយដាក់មនុស្សរាប់លាននាក់អញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាconfident លើខ្លួនឯងហើយមានទំនុកចិត្តលើខ្លួនឯងនៅពេលដែលនិយាយហើយអ្នកគ្នាត្រូវតែមើលកាមេរ៉ាព្រោះកាមេរ៉ាប្រៀបដូចជា audience រាប់លាននាក់អញ្ចឹងព្រោះនៅពេលដែលវីដេអូនៅពេលដែលយើង post ទៅមិនមែនមើលតែយើងម្នាក់ដែរអញ្ចឹងអ្នកគ្នាត្រូវចាំថាពេលវីដេអូដែលយើង post ទៅគឺមានមនុស្សរាប់លានអ្នកចាំមើលយើងអញ្ចឹងកាមេរ៉ានេះហើយប្រៀបដូចជាមនុស្សរាប់លានអ្នកអញ្ចឹងអ្នកគ្នាត្រូវតានិយាយទៅក្លាហានក្នុងការនិយាយហើយមើលទៅកាមេរ៉ាជានិច្ចចឹងអ្នកនេះត្រូវចាំថានៅពេលដែលយើងមើលទៅកាន់កាមេរ៉ាគឺយើងនឹងទទួលបានផលវិជ្ជមានច្រើននៅក្នុងការបង្កើតមាតិការបស់យើង
ហើយចូលទៅដល់ចំណុចទី4គឺយើងនឹងនិយាយតាក់ទងទៅនឹងរបៀបផ្ដល់បរិយាកាសឲ្យសើចសប្បាយខ្លះនៅពេលដែលយើងកំពុងតែបង្កើតមាតិកាហ្នឹងអញ្ចឹងមានន័យថានៅពេលដែលយើងបង្កើតមាតិកាយើងត្រូវពេលខ្លះទោះបីជាយើងមានអារម្មណ៍ toxic ក៏ដោយក៏យើងត្រូវតែធ្វើខ្លួនឯងសប្បាយៗដែរនៅពេលដែលយើងធ្វើឲ្យខ្លួនឯងសប្បាយគឺយើងបានបង្កើតមាតិកាដែលសប្បាយចែកជូនទៅដល់ audience ដូចគ្នាបើអារម្មណ៍យើងឧទាហរណ៍ដូចភ័យកំពុងតែ sad ឬក៏ toxic អីជាដើមនៅពេលដែលយើងអារម្មណ៍យើងបែបហ្នឹងយើងថតទៅកាន់ audience ក៏ទទួលបានអារម្មណ៍បែបហ្នឹងដែលយើងកំពុងផ្ដល់ឲ្យគេដូចគ្នាអូខេនិយាយទៅការបង្កើតឲ្យសុបាយនេះអ្នកនេះថាចាំថាអ្នកបង្កើតមាតិកាភាពដូចជាអ្នកសិល្បៈមួយចឹងអ្នកនេះត្រូវតែរៀនសម្ដែងទៅបើសិនអ្នកនេះចង់ចូលជាបង្កើតចង់ខ្លាចជាអ្នកបង្កើតមាតិកាហើយចឹងអ្នកនេះត្រូវតែរៀនសម្ដែងខ្លះទៅព្រោះអ្នកនេះពិបាកចិត្តមិនក្រោយនៅពេលដែលថតវីដេអូអ្នកនេះត្រូវតែទាញគេឲ្យមកសុបាយរីករាយខ្ញុំឧទាហរណ៍ជាក់ស្ដែងការបង្កើតភាពសុបាយរីករាយមិនមែនអ្នកនេះតតែនិយាយកំ pl ែងតអ្នកនេះចេះកំ pl ែងដូចពូពាក់មីទេអ្នកនេះគ្រាន់តែធ្វើទឹកមុខកាយវិការឲ្យមើលទៅមានភាពអាហ្នឹងគេហៅភាពគេភាពសុបាយនៅក្នុងហ្នឹងទៅវាសុបាយហើយកុំឲ្យតែអ្នកគ្នាទៅដល់អង្គុយដាក់មុខកាមេរ៉ាអង្គុយថ្មឹងនិយាយចេះអូឌីនមើលមកវីដេអូមួយហ្នឹងក៏បានអារម្មណ៍បែបថ្មឹងអញ្ចឹងដែរអូខេអញ្ចឹងការបង្កើតឲ្យមានភាពសុបាយរីករាយក៏មានតែប៉ុណ្្នឹងទេហើយចូលទៅដល់ចំណុចចុងក្រោយគឺយើងតាក់ទងទៅនឹងនៅពេលដែលយើងបង្កើតមាតិកាយើងកុំគិតថាវីដេអូមួយហ្នឹងឬ content មួយហ្នឹងត្រូវតែល្អអត់ខ្ចោះខ្លាំងពេកព្រោះថានៅពេលដែលយើងធ្វើអញ្ចឹងយើងក៏ដាក់សម្ពាធទៅលើខ្លួនឯងច្រើនដែរព្រោះថាវីដេអូណាក៏ដោយនៅពេលដែលយើងធ្វើច្រើនទៅយើងនឹងដឹងអំពីកំហុសដែលយើងបានធ្វើម្ដងតិចរហូតទៅដល់យើងដឹងថាកំហុសហ្នឹងគឺយើងអាចដោះស្រាយបានបើយើងអត់ព្យាយាមធ្វើឲ្យបានច្រើនទេចុងក្រោយយើងនៅតែអត់បានធ្វើហ្នឹងអញ្ចឹងយើងព្យាយាមធ្វើទោះបីជាវាមានកំហុសតិចក្តីច្រើនក្តីយើងនៅតែអាចកែលម្អឬក៏កែលម្អឬក៏ព្យាយាមឲ្យធ្វើឲ្យបានប្រសើរនៅពេលក្រោយវាល្អជាងនៅពេលដែលយើងដាក់សម្ពាធលើខ្លួនឯងហើយចុងក្រោយយើងបានធ្វើចេញជាលទ្ធផលអីដែរហើយតើតើនឹងហើយមានអីចាញ់ដែរចំពោះបទពិសោធន៍របស់ខ្ញុំដំបូងបង្កើតវីដេអូដំបូងហើយស្វែងយល់ពីកំហុសខ្លួនឯងហ្មងដំបូងអ្នកនេះបង្កើតវីដេអូដំបូងអ្នកនេះបង្កើតចិត្តដឹងថាអ្នកនេះមានកំហុសអីទេត្រូវអញ្ចឹងយោបល់ពីខ្ញុំអ្នកនេះគួរតែទៅមើលវីដេអូរបស់ខ្លួនឯងចាស់មើលវាពីម្ដងទៅអ្នកនេះនឹងត្រូវឃើញកំហុសខ្លួនឯងហើយមួយទៀតអាហ្នឹងជាចំណុចល្អដែរគឺមើល comment audience អាច comment របស់ audience អាចឆ្លុះបញ្ចាំងពីកំហុសរបស់ខ្លួនឯងកំហុសរបស់យើងដែរកំហុសរបស់យើងបានអញ្ចឹងនៅពេលដែល audience គាត់ comment អីពេលខ្លះគាត់ comment អាចនឹងអត់ល្អមែនប៉ុន្តែយើងមានកំហុសហ្នឹងមែនអញ្ចឹងយើងមិនបាច់ reply គាត់ទេយើងយកអ្វីដែលគាត់ comment ពាក្យមិនល្អឬក៏ល្អទាំងអស់ហ្នឹងតែអភិវឌ្ឍខ្លួនឯងសារជាថ្មីទៅអ្វីដែលគាត់បាន comment ហ្នឹងអូខេអញ្ចឹងការចែកម្លែកពួកយើងគឺមានតែប៉ុណ្្នឹងទេហើយអញ្ចឹងបើអ្នកនរគ្នាមានសំណួរឬក៏មានចម្ងល់អីអ្នកនាងអាចសួរនៅ comment បានឬក៏អ្នកនាងអាចចែករំលែកអំពីផលវិបាកឬក៏ចំណុចអ្វីខ្លះដែលអ្នកនាងអាចធ្វើបាននៅខាងក្រោមចាំយើងនឹងព្យាយាមធ្វើវីដេអូចែករំលែកឲ្យអ្នកនាងបានយល់នៅអេពីសូតទី4បន្តទៀតហើយអ្នកនាងកុំភ្លេចរងចាំវីដេអូនៅអេពីសូតទី4ទាំងអស់គ្នា